តើអ្នកធ្លាប់ឆ្ងល់ដែរឬទេថាហេតុអ្វីបានជារ៉ែមាសមានតម្លៃថ្លៃជាងរ៉ែលោហៈផ្សេងទៀតនៅប៉ុន្មានឆ្នាំចុងក្រោយនេះតម្លៃហាងឆេងរបស់មាសបានហក់ឡើងយ៉ាងខ្លាំងពោលគឺជាង$4,000នៅក្នុងមួយដំឡឹងនៅក្នុងវីដេអូនេះខ្ញុំនឹងស្រាយចម្ងល់បងប្អូនទាំងអស់គ្នាថាហេតុអ្វីបានជាមនុស្សទូទាំងពិភពលោកឲ្យតម្លៃទៅលើមាសខ្លាំងយ៉ាងនេះបងប្អូនត្រូវដឹងថាមាសគឺជារ៉ែកម្រម្យ៉ាងដែលភាគច្រើនសន្ធិដ្ឋនៅក្នុងដីយ៉ាងជ្រៅនិងស្នូលរបស់ផែនដីហើយមានរ៉ែតិចតួចបំផុតដែលមនុស្សអាចជីកយកមកប្រើប្រាស់បានដោយការជីករុករកនិងចម្រាញ់រ៉ែមាសមានភាពស្មុគស្មាញនិងលំបាកខ្លាំងមានតែប្រទេសមហាអំណាចធំតែប៉ុណ្ណោះដែលមានគ្រឿងចក្រនិងបច្ចេកវិទ្យាគ្រប់គ្រាន់សម្រាប់ការជីកនិងរុករករ៉ែមាសមួយវិញទៀតមាសគឺជាលោហៈធាតុម្យ៉ាងដែលមានទម្ងន់ធ្ងន់និងសភាពរឹងមាំខ្លាំងមិនមានប្រតិកម្មគីមីណាអាចរំលាយវាបាននោះទេក្រៅពីកម្ដៅហើយមាសក៏មិនចេះច្រេះដូចជារ៉ែដែកលោហៈផ្សេងទៀតឡើយមាសក៏អាចយកមកច្នៃធ្វើជាគ្រឿងអលង្ការនិងគ្រឿងលម្អផ្សេងបានយ៉ាងច្រើនសម្បូរបែបទៀតហើយមាសក៏ត្រូវបានគេយកមកប្រើប្រាស់ធ្វើជាទុនបម្រុងសម្រាប់តម្កល់ទុកក្នុងប្រទេសធ្វើជាទ្រព្យសម្បត្តិជាតិដើម្បីរក្សាស្ថិរភាពនៅក្នុងប្រទេសអាស្រ័យមូលហេតុទាំងអស់នេះហើយទើបបណ្ដាលឲ្យតម្លៃមាសមានតម្លៃថ្លៃជាងលោហៈផ្សេងទៀតដែលយើងធ្លាប់ស្គាល់